បាទសួស្តីខ្ញុំទៅបង្ហាញអ្នកទាំងគ្នាអំពីរបៀបវាស់កន្លាផ្ទៃដីស្រែរបស់យើងនៅលើ Google Map ហើយយើងមិនបាច់ដើរទៅវាស់ផ្ទាល់ក៏បានដែរនេះសម្រាប់ដែលគេចង់ដឹងកន្លាផ្ទៃដីលក្ខណៈប្រផែលហើយបើសិនជាគេដឹងប្រផែលគេអាចប្រើ Google Map បាទវាលឿនបាទអញ្ចឹងយើងចូលមកកាន់ Google Map មកហើយយើងចូលមកកាន់រូបភាពដីរបស់យើងបាទនេះគឺជាហត្ថថដីស្រែមួយដែលខ្ញុំ search ក្នុង Google Map បាទហើយបន្តមកទៀតយើងគ្រាន់តែ click ស្ដាមទៅលើចំណុចនេះគឺវាភ្លឺស្រែនេះបាទអញ្ចឹងយើងចំណុចកន្លែងចំណុចកែងបាទ click ស្ដាមវាមកហើយយើងចុចវាថាវាស់ចម្ងាយបាទតមកទៀតយើងថែមចំណុចមួយទៀតបាទដាក់ចម្ងាយមកទីនេះបាទតមកទៀតយើងអូសមកកន្លែងកែងនេះមកបាទបើសិនជាដីនេះមានលក្ខណៈបត់បែនយើងអាចថែមចំណុចជាច្រើនដែរបាទអញ្ចឹងយើងថែមមួយទៀតមកគឺចម្ងាយមកទីនេះបាទហើយមកទៅទីកន្លែងកែងនេះគឺចម្ងាយមកទីនេះដែរបាទទៀតគឺចុងក្រោយគឺកន្លែងនេះបាទចម្ងាយមកទីនេះដែរបាទតោះទៅយើងអូសអាកន្លែងឲ្យជាប់កន្លែងចំណុចចាប់ដើមមកបាទអូសវាមកបាទអញ្ចឹងយើងនឹងដឹងកន្លះផ្ទៃសរុបឯគឺនេះ3301.15 ម៉ែត្រការ៉េបាទចម្ងាយគិតជាម៉ែត្រគឺ267.08 ម៉ែត្របាទចឹងយើងអាចដឹងបានថាកន្លះផ្ទៃវាគឺមានចំនួន 3301.15 ម៉ែត្រការ៉េបាទចឹងគឺនេះគឺលើត្រួសហើយជាក់ស្ដែងបើសិនយើងចង់ដឹងលម្អិតគឺគេមានខាងចូលឲ្យទៅវាស់ផ្ទាល់ទៀតឬក៏គេយើងមានម៉ែត្រវាស់ទីនៅតាមទីតាំងជាក់ស្ដែងយើងប្រើ Google Map នេះគ្រាន់លក្ខណៈប៉ាផាតទេបាទវាមិនលម្អិត 100% ដូចយើងចុះផ្ទាល់ទេបាទអរគុណច្រើនសម្រាប់ការទស្សនា